នាក់ជោគជ័យដើម2នាក់កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពមន្ត្រីរដ្ឋាភិបាលនិងអ្នកគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រងព្រៃឈើនិងអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាពខ្ញុំអាស៊ីបរិញ្ញាសូមជម្រាបសួរអស់លោកអ្នកស្ដាប់កម្មវិធីជោគជ័យ5នាក់ជាទីមេត្រីចា៎នាងខ្ញុំវិរិយាក៏សូមជម្រាបសួរលោកប្រធានក្លឹបសមាជិកក្លឹបអ្នកស្ដាប់វិទ្យុនៅតាមសហគមន៍ព្រៃឈើផងដែរបាទថ្ងៃនេះកម្មវិធីជោគជ័យ5នាក់ដែលឧបត្ថម្ភដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID តាមរយៈអង្គការវិញរកអន្តរជាតិនិងលើកយកប្រធានបទស្ដីអំពីសហគមន៍ព្រៃឈើនិងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបតើសហគមន៍ព្រៃឈើចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយវិធីណាចាលោកនាងនឹងបានជ្រាបនៅពេលបន្តិចទៀតនេះលោកនាងកំពុងស្ដាប់កម្មវិធីជោគជ័យ5នាក់ផ្សាយចេញពីវិទ្យុបាយ័ន FM 95 MHz រាជធានីភ្នំពេញឧបត្ថម្ភកម្មវិធីដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAIDប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីរយៈពេល30នាទីនេះលោកអ្នកនឹងបានស្ដាប់នាទីប្រមូលផ្ដុំសម្លេងប្រជាពលរដ្ឋបទសម្ភាសន៍រវាងលោកស៊ីបញ្ញាជាមួយលោកហេងច័ន្ទធឿនអនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាជាតិអភិវឌ្ឍដោយចេរភាពក្រសួងបរិស្ថានល្ខោនវិទ្យុរឿងគុំបន្ទោសធម្មជាតិការប្រកាសលេខប្រព័ន្ធឆ្លើយតបសម្លេងដោយស្វ័យប្រវត្តិជោគជ័យ5នាក់ជោគជ័យ5នាក់ជោគជ័យ5នាក់លោកបញ្ញាបាទចាសប្តាហ៍ថ្ងៃនេះពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការប្រែប្រួលអាកាសធាតុមែនទេបាទមែនហើយការប្រែប្រួលអាកាសធាតុនេះគឺជារឿងសកលទូទាំងពិភពលោកដែលកំពុងជួបប្រទះហើយកន្លងមកថ្មីនេះប្រទេសជាច្រើនជាពិសេសគឺប្រទេសមហាអំណាចបានជួបប្រជុំគ្នានៅទីក្រុងប៉ារីប្រទេសបារាំងដើម្បីរកដំណោះស្រាយចាត់វិធានការទប់ស្កាត់ឬក៏កាត់បន្ថយការប្រែប្រួលអាកាសធាតុនេះចុះនៅប្រទេសកម្ពុជាយើងវិញបាទនៅប្រទេសកម្ពុជាយើងវិញកន្លងមករាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុកម្ពុជា2014-2023គឺរយៈពេល10ឆ្នាំក្នុងនោះកាលពីមុនមានគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុដែលបច្ចុប្បន្នជាក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពជាអ្នកអនុវត្តផែនការនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធវិស័យឯកជនអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិព្រមទាំងដៃគូអភិវឌ្ឍនានាអូពិតជាពិសេសមែនទេលោកបញ្ញាហើយលោកស្រីវិទ្យាដឹងទេផែនការយុទ្ធសាស្ត្រនេះគឺសំដៅរួមចំណាយអភិវឌ្ឍកម្ពុជាឆ្ពោះទៅរកសង្គមមួយដែលបៃតងបញ្ចេញកាបូនតិចធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុប្រកបដោយសមធម៌និងចីរភាពចាអរគុណហើយលោកបញ្ញាឥឡូវយើងងាកមកប្រធានបទយើងវិញម្ដងតើសហគមន៍ព្រៃឈើលោកចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយវិធីណាដែរបាទដូច្នេះសូមអញ្ជើញស្ដាប់នៅមតិរបស់ប្រជាសហគមន៍ព្រៃឈើបន្តិចមើលតើលោកចូលរួមយ៉ាងដូចម្ដេចនាទីប្រមូលផ្ដុំសម្លេងប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតើប្រជាសហគមន៍ព្រៃឈើត្រូវធ្វើដូចម្ដេចចាទី1ជួយដាំកូនឈើឲ្យបានច្រើនហើយជួយថែរក្សាជួយដាល់ល្បាតដល់ពេលដាល់ល្បាតយើងត្រូវប្រមូលយុវជនទៅដាល់ល្បាតការប្រែប្រួលអាកាសធាតុដោយសារយើងបាត់ធនធានធម្មជាតិដូចជាព្រៃឈើបង្កឲ្យមានសកាធាតុដូចថាក្តៅខ្លាំងត្រជាក់ខ្លាំងហើយភ្លៀងខ្យល់ហ្នឹងក៏អត់មានថេដូចពីដើមយើងមានព្រៃឈើនៅគ្រប់គ្រាន់ណាគ្រូពីមុនវាមានភ្លៀងវាមានព្រៃឈើច្រើនអញ្ចឹងឥឡូវវាក្តៅអស់ព្រៃឈើអស់អីហ្នឹងបាទខ្ញុំនឹងធ្វើការបន្ថែមបន្តទៀតគឺចាប់ពីពេលនេះថ្ងៃនេះទៅខ្ញុំនឹងអាចដាំព្រៃឈើហើយនឹងកស្អាងព្រៃឈើមិនទាន់ដល់ដូចមុនក៏ឲ្យបានចិត្តប្រហែលមុនបាទនៅក្នុងព្រៃរបស់ខ្ញុំបាទចាតាមមតិរបស់គណៈកម្មការនិងប្រជាសហគមន៍ព្រៃឈើឃើញថាក្រុមគាត់បានផ្ដោតការយកចិត្តទុកដាក់ទៅលើការដាំដើមឈើនិងការថែរក្សាការពារព្រៃឈើឲ្យបានថិតថេរគង់វង្សបាទត្រូវឲ្យលោកស្រីវិទ្យាការដាំដើមឈើបន្ថែមនិងការថែរក្សាការពារព្រៃឈើ
ធ្វើឲ្យការបញ្ចេញកាបូនតិចហើយធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុរបស់រាជរដ្ឋាភិបាលដែរចា៎មែនហើយលោកបញ្ញារួមគ្នាដាំដើមឈើឡើងវិញដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេតិបទសម្ភាសចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសរវាងលោកស៊ីបញ្ញាជាមួយលោកហេងចន្ទធឿនអនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពក្រសួងបរិស្ថានបាទជាបឋមនេះខ្ញុំបាទសូមថ្លែងអំណរគុណចំពោះបណ្ឌិតហេងចន្ទធឿនអនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពនៃក្រសួងបរិស្ថានបាទខ្ញុំបាទសូមជម្រាបសួរលោកថាតើព្រៃឈើអាចជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែរឬទេបាទជាទូទៅតួនាទីរបស់ព្រៃឈើមានតួនាទីសារៈសំខាន់ណាស់ក្នុងការជួយទៅដល់គេហៅថាការស្រូបឧស្ម័នពីបរិយាកាសមកវិញអានេះនិយាយឲ្យខ្លីហើយជាទូទៅនៅទូទាំងពិភពលោកនេះមានការប្រើប្រាស់និយមន័យប្រើផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យព្រៃឈើនេះដែលឆ្លុះបញ្ចាំងអំពីភាពខុសគ្នានៃគេហៅថាលក្ខខណ្ឌជីវសាស្ត្រភូមិសាស្ត្រនិងរូបសាស្ត្រហើយរចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ចហើយបើស្ថិតនៅក្រោមពិធីសាស្ត្រ Kyoto ដូច្នេះការកំណត់លក្ខខណ្ឌព្រៃឈើនេះជាលក្ខខណ្ឌជាក់លាក់មួយសម្រាប់ប្រើពាក្យនេះហើយពាក់ព័ន្ធទៅនឹងពាក្យនេះផងដែរព្រៃឈើគឺតាក់ទងទៅនឹងការដាំដើមឈើហើយនឹងការស្ដារឡើងវិញពីការបាត់បង់នៃការខូចខាតដោយសារសកម្មភាពមនុស្សដែលដកហូតនឹងជាដើមនេះបើយោងតាមរបាយការណ៍របស់ IPCC នៅឆ្នាំ2000នេះគឺស្ដីពីការប្រើប្រាស់និងការប្រែប្រួលដីនិងព្រៃឈើនេះជាដើមបាទសូមអរគុណបាទចំពោះសហគមន៍ព្រៃឈើវិញបាទអាចចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយវិធីណាបាទជាទូទៅសហគមន៍ព្រៃឈើអាចរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់មួយចំនួនដែរបាទតាមវិធីពីការចូលរួមរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាដោយមានការគ្រប់គ្រងទាំងបច្ចេកទេសនិងថវិកាពីរាជរដ្ឋាភិបាលយើងនេះនិងដៃគូអភិវឌ្ឍតាមរយៈបណ្ដាអនុវត្តគម្រោងផ្សេងៗដូចជាគម្រោង Red Plus ដែលបាននឹងកំពុងអនុវត្តដែលមានស្ថាប័ន2មានក្រសួងបរិស្ថានជាស្ថាប័នបង្គោលនៃ Red Plus ហ្នឹងហើយមានរដ្ឋបាលព្រៃឈើហើយដៃគូអនុវត្តរួមគ្នាបាទដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតើប្រជាពលរដ្ឋនិងប្រជាកសិករនៅតាមសហគមន៍ព្រៃឈើគួរធ្វើដូចម្តេចបាទចំណុចនេះគឺជាចំណុចមួយសំខាន់ហើយពាក់ព័ន្ធនឹងការកាត់បន្ថយនៃការប្រែប្រួលអាកាសធាតុនេះប្រជាកសិករនិងប្រជាពលរដ្ឋគួរតែចូលរួមហើយនឹងអនុវត្តសកម្មភាពសហគមន៍ព្រៃឈើដែលមានប្រមាណ194ហើយនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដែលមានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិដែលជាអ្នកគ្រប់គ្រងហើយវាយោងតាមនាយកដ្ឋានអភិវឌ្ឍសហគមន៍ឆ្នាំ2013ដែលមានផ្ទៃដីគ្របដណ្ដប់ជាង130,000ហិកតានិងមានសមាជិករហូតដល់243,000គ្រួសារនេះវាយោងតាមការសិក្សាស្រាវជ្រាវហើយឆ្នាំ2013នេះហើយការចូលរួមការដាំដើមឈើនេះជាកត្តាសំខាន់និងការស្ដារឡើងវិញជាកត្តាសំខាន់មួយហើយនឹងការយល់ដឹងអំពីតម្លៃនៃការគ្រប់គ្រងធនធានធម្មជាតិជាពិសេសការអនុវត្តសហគមន៍ព្រៃឈើទាំងការគ្រប់គ្រងថវិកាដល់ការអនុវត្តសហគមន៍ព្រៃឈើពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី1ដែលផ្ដល់កម្មវិធីអនុវត្តគម្រោងសាកល្បងក្នុងការចូលរួមអនុវត្តនៃការគ្រប់គ្រងសហគមន៍ព្រៃឈើនេះមួយទៀតគឺអាចនឹងការចូលរួមយ៉ាងសកម្មនៅតាមបណ្ដាគម្រោងដូចជាគម្រោងមួយឈ្មោះថាជំរុញភាពធន់របស់សហគមន៍ជនបទដែលរស់នៅក្នុងតំបន់ការពារធម្មជាតិដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជាយើងនេះហើយសហគមន៍តំបន់ការពារធម្មជាតិនេះគ្របដណ្ដប់ទៅលើ5កន្លែងត្រូវបានជ្រើសរើសជាតំបន់គោលដៅនៃការអនុវត្តគម្រោងហើយដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែដែនជម្រកសត្វព្រៃភ្នំព្រិចនិងក្នុងឧទ្យានជាតិភ្នំគូលែនបាទចំពោះកសិករវិញតើគួរជ្រើសរើសបច្ចេកទេសបែបណាដើម្បីឲ្យស្របទៅនឹងការប្រែប្រួលអាកាសធាតុបាទដើម្បីឲ្យស្របនឹងការប្រែប្រួលអាកាសធាតុបើយើងផ្អែកទៅលើបទពិសោធន៍សហគមន៍តំបន់ការពារធម្មជាតិដែលអនុវត្តគម្រោងមានរយៈពេល5ឆ្នាំពីឆ្នាំ2013រហូតដល់2017ដែលមានថវិកាប្រមាណ$75 លាននេះអនុវត្តដោយក្រសួងបរិស្ថានគឺបទពិសោធន៍នេះគឺការស្ដារឡើងវិញនៃ
ព្រៃរិចរិលយ៉ាងហោចណាស់ដែលមានបរិមាណទំហំជាង2000 ហិកតាដោយជ្រើសរើសការដាំឈើតាមលក្ខណៈបែបភូមិសាស្ត្ររបស់វាទី2អាចការដាំបន្ថែមពូជឈើចម្រុះនៅតាមស្រែតាមបណ្ដាកន្លែងដែលអាចដាំបានផ្សេងទៀតហើយអាចជួយបង្កើនទិន្នផលបន្ថែមទៀតដល់ប្រជាកសិករនេះហើយមួយទៀតយើងអាចសាកល្បងការដាំប្រភេទពូជស្រូវបង្កាត់ថ្មីនេះដែលធន់នឹងភាពរាំងស្ងួតដើម្បីអាចធ្វើការវិតម្លៃអំពីទិន្នផលស្រូវនិងនិរន្តរភាពរបស់វាក្នុងការដាំដុះនេះហើយមួយទៀតយើងអាចគេហៅថាការធ្វើប្រព័ន្ធវត្តកម្មនិងពិពិធកម្មសមត្ថភាពផលិតរបស់គ្រួសារកសិករយ៉ាងហោចណាស់ឲ្យបានជិតប្រមាណ2000គ្រួសារដែលកំពុងរស់នៅជុំវិញតំបន់ការពារធម្មជាតិនេះបាទសូមអរគុណចំពោះលោកបណ្ឌិតហេងចន្ទធឿនដែលបានផ្ដល់នៅបទសម្ភាសន៍នេះជូនទៅដល់មិត្តអ្នកស្ដាប់យើងបាទសូមអរគុណសូមជម្រាបលាចាលោកនាងទៅបានស្ដាប់បទសម្ភាសន៍រវាងលោកស៊ីបញ្ញាជាមួយលោកហេងចន្ទធឿនអនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពក្រសួងបរិស្ថានបរិស្ថានល្អបរិយាកាសកាន់តែប្រសើរទឹកភ្លៀងធ្លាក់ត្រូវតាមរដូវកាលដោយសារមានព្រៃឈើលោកបញ្ញាបាទតាមខ្ញុំដឹងព្រៃឈើជួយកាត់បន្ថយគ្រោះទឹកជំនន់គ្រោះរាំងស្ងួតមិនឲ្យមានការហូរច្រោះដីនិងជារនាំងការពារព្យុះសង្ឃរាជាដើមមែនទេបាទមែនហើយព្រៃឈើក៏ជាអាងស្តុកទឹកក្រោមដីដ៏ធំមួយដែលធ្វើឲ្យបរិយាកាសលើភពផែនដីមានភាពសើមត្រជាក់ជានិច្ចហើយវាក៏ជាអាងផ្ទុកកាបូនដ៏ចម្បងផងដែរនេះមានន័យថាព្រៃឈើមានតួនាទីសំខាន់ណាស់នៅក្នុងប្រព័ន្ធអាកាសធាតុចាត្រូវហើយអ្នកវិទ្យាសាស្ត្រជឿថាការប្រែប្រួលអាកាសធាតុដែលបង្កដោយមនុស្សក៏ជាមូលហេតុនាំឲ្យអាកាសធាតុមិនប្រក្រតីនិងមហន្តរាយអាកាសធាតុកើតមានជាញឹកញាប់ជាពិសេសនៅប្រមាណឆ្នាំចុងក្រោយនេះមែនទេចាបាទមែនហើយដូចជារលកកម្ដៅគ្រោះទឹកជំនន់ភាពរាំងស្ងួតជុះភ្លៀងខ្លាំងរន្ទះបាញ់ខ្យល់កន្ត្រាក់និងបាតុភូតអាកាសធាតុមិនប្រក្រតីផ្សេងទៀតចាហើយបាតុភូតទាំងនេះបង្កឲ្យមានការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់និងនាំឲ្យមានការខូចខាតលំនៅឋានហេដ្ឋារចនាសម្ព័ន្ធវិស័យកសិកម្មឧស្សាហកម្មទាំងនេះធ្វើឲ្យមានការខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រមទាំងចំណាយធនធានជាច្រើនក្នុងការស្ដារឡើងវិញការបាត់បង់ព្រៃឈើធ្វើឲ្យអាកាសធាតុប្រែប្រួលបង្កឲ្យមានគ្រោះទឹកជំនន់គ្រោះរាំងស្ងួតការហូរច្រោះដីខ្យល់ព្យុះខ្យល់កន្ត្រាក់នេតិបទសម្ភាសន៍លោកនាងស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះសូមអញ្ជើញស្ដាប់បទសម្ភាសន៍របស់លោកស៊ីបញ្ញាជាមួយលោកគង់សុខាប្រធានសហគមន៍ព្រៃឈើក្បាលខ្លាស្រុកសណ្ដានខេត្តកំពង់ធំដែលមានខ្លឹមសារទាំងស្រុងដូចតទៅបាទខ្ញុំបាទសូមជម្រាបសួរលោកគង់សុខាប្រធានសហគមន៍ព្រៃឈើក្បាលខ្លាបាទតើលោកដឹងថាការប្រែប្រួលអាកាសធាតុបណ្ដាលមកពីមូលហេតុអ្វីទេបាទការប្រែប្រួលអាកាសធាតុប្រែប្រួលដោយសារការអស់ព្រៃឈើកាប់បំផ្លាញព្រៃឈើទៅមានការរាំងហើយភ្លៀងក៏មិនត្រឹមត្រូវហើយខុសរដូវពីមុនរហូតបាទកន្លងមកសហគមន៍លោកធ្លាប់បានធ្វើបុណ្យបម្រើដើមឈើតើបុណ្យនេះមានសារៈសំខាន់អ្វីខ្លះបាទសហគមន៍ខ្ញុំដែលបានធ្លាប់ធ្វើបុណ្យបម្រើដើមឈើព្រោះបុណ្យមានសារៈប្រយោជន៍នេះព្រោះការជំនឿប្រពៃណីរបស់ណៃសហគមន៍ខ្ញុំដូចថាអ្វីក៏ដោយជាមានការគោរពជំនឿនោះគឺការបំពុះហើយដូចប្រៀបដូចបំពុះលោកសង្ឃគឺអាចគោរពដល់ដើមឈើដែលបំពុះហើយយើងអាចថាគោរពមិនហ៊ានធ្វើអ្វីទៀតណាបាទកន្លងមកសហគមន៍ព្រៃឈើក្បាលខ្លារបស់លោកក៏ធ្លាប់បាននាំគ្នាដាំដើមឈើនៅក្នុងព្រៃសហគមន៍ផងដែរបាទតើការដាំដើមឈើឡើងវិញនេះវាមានប្រយោជន៍អ្វីខ្លះសម្រាប់សហគមន៍បាទការដាំដើមឈើមានប្រយោជន៍ដល់សហគមន៍គឺដូចជាថាចំនួនដែលគេកាប់បំផ្លាញអស់ហើយដាំសារឡើងវិញឲ្យមានដល់ក្មេងចំនួនក្រោយនោះវាអាចមានសល់គល់ដូចតែឈើប៉និតជាដើមណាដែលការឲ្យបាត់បង់អស់ណាបាទកន្លងមកលោកដាំបានប្រមាណហិកតាហើយព្រោះដីដែលខ្ញុំដាំมันទៅជាកណ្ដោហិកតាព្រោះខ្ញុំដាំអត់មាន1ហិកតាប៉ុន្តែបានតែដាំតែចំនួនដើមឈើគឺ5000ជាងប្រភេទឈើអ្វីខ្លះបាទប្រភេទឈើគឺមានបេងនិងនួនក្រញូងថ្នងផ្ដៀកជាទាកគីបាទតើលោកគិតថាព្រៃឈើនឹងអាចជួយទប់ទល់ការប្រែប្រួលអាកាសធាតុដែរទេបាទ
បាទព្រៃឈើតែមានព្រៃឈើអាកាសធាតុក៏មិនអាចប្រែប្រួលគឺមានភ្លៀងដឹងរដូវមិនមានទៅការងាររាំងដែរព្រោះនៅវាមានដូចថាធម្មជាតិពិតរបស់វាណាបាទតើលោកនឹងបន្តធ្វើកិច្ចការអ្វីខ្លះទៀតដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុណាបាទខ្ញុំនឹងធ្វើការបន្ថែមបន្តទៀតគឺនៅតែចាប់ពីពេលនេះខ្ញុំនឹងអាចដាំហើយនឹងកស្អាងឈើឲ្យវាបានជិតប្រហែលមុនបាទនៅក្នុងព្រៃរបស់ខ្ញុំបាទសូមអរគុណណាលោកបញ្ញាបាទតាមរយៈបទសម្ភាសន៍បាញ់មិញឃើញថាសហគមន៍ព្រៃឈើក្បាលខ្លាបានយកចិត្តទុកដាក់ណាស់ក្នុងការដាំដើមឈើនៅក្នុងព្រៃសហគមន៍របស់ពួកគាត់ណាបាទពីព្រោះសហគមន៍ចង់ឲ្យព្រៃឈើសម្បូរឡើងវិញដើម្បីជាប្រយោជន៍សម្រាប់ក្មេងៗជំនាន់ក្រោយចាហើយនៅក្នុងបទសម្ភាសន៍នេះខ្ញុំបានឮថាមានពិធីបុណ្យបំពោះដើមឈើតើពិធីនេះគេធ្វើយ៉ាងដូចម្តេចដែរទៅចាបាទពិធីបុណ្យបំពោះដើមឈើនេះកាលពីប្រហែលឆ្នាំមុនខ្ញុំបានទៅចូលរួមជាច្រើនដងដែរនៅឯខេត្តឧត្តរមានជ័យបាទពិធីនេះគេធ្វើស្រដៀងនឹងការបំពោះលោកនេនដែរមានពិធីក្រុងពលីសូត្រមន្តឡើងខ្ទរពេញព្រៃពីព្រោះគេយល់ថាដើមឈើកាលណាបានបំពោះក្រងស្បង់ជីវរហើយហាក់មានវិញ្ញាណដែលមិនអាចមានអ្នកណាមកកាប់បានឡើយអូស្ដាប់ទៅដូចជាសំណងដែរលោកបញ្ញាដើម្បីឲ្យលោកស្រីវិទ្យានិងប្រិយមិត្តអ្នកស្ដាប់បានយល់កាន់តែច្បាស់ពីអត្ថន័យនិងខ្លឹមសារនៃពិធីបុណ្យបំពោះដើមឈើនេះខ្ញុំមានបទសម្ភាសន៍មួយជាមួយព្រះតេជគុណលឹមតក់គង់នៅវត្តសារវ័នតេជោដែលមានខ្លឹមសារដូចតទៅតើមូលហេតុអ្វីបានជាព្រះអង្គបាននិមន្តចូលរួមក្នុងពិធីបំពោះដើមឈើនៅសហគមន៍ក្បាលខ្លាស្រុកសណ្ដានកន្លងមកព្រះអង្គមូលហេតុដែលអាត្មាបានចូលរួមក្នុងកម្មវិធីបុណ្យបំពោះដើមឈើនៅសហគមន៍ក្បាលខ្លានៅក្នុងស្រុកសណ្ដាននៅពងធំហ្នឹងដោយសារអាត្មាភាពចង់ចូលរួមជាមួយនឹងយុវជនក៏ដូចជាព្រះសង្ឃក្នុងការចូលរួមអភិរក្សក៏ដូចជាថែរក្សាការពារនៅព្រៃឈើក្នុងសហគមន៍ព្រៃក្បាលខ្លាបាទតើពិធីបំពោះដើមឈើនេះមានខ្លឹមសារនិងអត្ថន័យយ៉ាងដូចម្តេចដែរព្រះអង្គនៅក្នុងវិស័យពុទ្ធសាសនាយើងគឺមានខ្លឹមសារមែនទែនខ្មៅឧទាហរណ៍ដូចជាក្នុងសម័យពុទ្ធកាលអីគឺព្រះសម្មាសម្ពុទ្ធព្រះអង្គយកចិត្តទុកដាក់ជាមួយនឹងបញ្ហាព្រៃឈើមែនទែនដូចជាព្រះអង្គទ្រង់សម្ដែងពីសារៈសំខាន់នៃដើមឈើទាំង10យ៉ាងហើយជាពិសេសនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងនៅក្រមម្លប់នៃដើមឈើហើយណាព្រះអង្គថែមទាំងអប់រំដល់ភិក្ខុហ្នឹងក៏មិនឲ្យកាប់ដើមឈើទៀតក៏ដូចជាបរិស័ទទាំងអស់ឲ្យចេះស្រឡាញ់ដើមឈើព្រៃឈើទាំងអស់ដោយសារព្រៃឈើអាចជួយក្នុងការឲ្យប្រទេសមួយមានការរីកចម្រើនក៏ដូចជាសហគមន៍មួយមានការរីកចម្រើនផងដែរហើយខ្លឹមសារសំខាន់នៅក្នុងការបំពោះដើមឈើនេះវាជាបុណ្យពុទ្ធសាសនាមួយដែលយើងចង់បង្ហាញទៅដល់យុវជនក៏ដូចជាសាធារណជនទាំងអស់ឲ្យបានជ្រាបថាដើមឈើដែលត្រូវបានបំពោះនេះជាដើមឈើមួយដែលត្រូវបានមានសិលហើយជាដើមឈើមួយដែលហាមមិនឲ្យកាប់នោះទេប៉ុណ្ណាក៏ដូចជាចូលរួមក្នុងការការពារកុំឲ្យយុវជនក៏ដូចជាបណ្ដាប្រជាពលរដ្ឋទាំងអស់កាប់ដើមឈើហ្នឹងបើយើងជាអ្នកកាន់នៅពុទ្ធសាសនាយើងស្ទើរតែ 90% ដូច្នេះពុទ្ធបរិស័ទភាគច្រើនគឺគោរពព្រះសង្ឃណាគោរពព្រះសង្ឃគោរពស្បង់ស្បៃត្រៃជីវរអញ្ចឹងការបំពោះដើមឈើគឺយើងបានរំពាត់នៅស្បង់ស្បៃត្រៃជីវរហ្នឹងហើយយើងសូត្រពិធីបំពោះដើម្បីដើមឈើមានសិលកណ្ដាលបរិស័ទទាំងឡាយឃើញដើមឈើនឹងត្រូវបានបំពោះហើយប្រកាសជាជៀសវាងពីការកាប់ជាក់ស្ដែងដូចជាយើងបានទៅក្នុងសហគមន៍ព្រៃក្បាលខ្លានោះក្រុមអាត្មាភាពក៏ដូចជាខាងក្រុមយុវជនដទៃទៀតបានធ្វើការបំពោះដើមឈើគឺដើមឈើដែលយើងបានបំពោះគឺដើមឈើធំមែនតើយើងបំពោះរហូតដើមឈើដល់មាន10អោបក៏មានដែរបើនៅក្នុងសហគមន៍ព្រៃក្បាលខ្លាបើណាក្នុងនាមព្រះអង្គជាព្រះសង្ឃតើព្រះអង្គនិមន្តចូលរួមយ៉ាងណាខ្លះក្នុងកិច្ចរក្សាការពារព្រៃឈើជាមួយពុទ្ធបរិស័ទផងអាត្មាគិតថាព្រះសង្ឃមានកាតព្វកិច្ចមានតួនាទីសំខាន់នៅក្នុងការចូលរួមអភិរក្សក៏ដូចជាថែរក្សាការពារព្រៃឈើជាមួយពុទ្ធបរិស័ទហើយអ្វីដែលអាត្មាអាចធ្វើបានគឺតាមរយៈការទេសនាក៏ដូចជាការអប់រំដល់យុវជនក៏ដូចជាពុទ្ធបរិស័ទទាំងអស់ឲ្យចូលរួមចំណែកក្នុងការថែរក្សាការពារព្រៃឈើក៏ដូចជាយើងជំរុញឲ្យព្រះសង្ឃដែលសម្ដែងពធតាមវិទ្យុព្រះអង្គមានការនិយាយក៏ដូចជាឲ្យបរិស័ទទាំងអស់ចូលរួមក្នុងថែរក្សាការពារព្រៃឈើហើយអាត្មានឹងចូលរួមជាមួយនឹងអង្គការដទៃទៀតច្រើនធ្វើយ៉ាងណាដើម្បីឲ្យព្រៃឈើនៅកម្ពុជាមានការថិតថេរនិងគង់វង្សបន្តទៀតពីព្រោះថាយើងរំលឹកការពីអតីតកាលគឺព្រៃឈើនៅកម្ពុជាណាច្រើនជាង 73% ណាដែលស្ថិតនៅក្នុងផ្ទៃដីសរុបប៉ុន្តែរហូតមកដល់ពេលនេះយើងសល់ប្រមាណមិនដល់ជាង 40% ផងនៃព្រៃឈើដូច្នេះការបាត់បង់ព្រៃឈើនេះយ៉ាងធ្ងន់ធ្ងរក្នុងនាមអាត្មាភាពជាព្រះសង្ឃក៏ដូចជាយុវជនមួយរូបអាត្មានឹងចូលរួមចំណែកក្នុងការថែរក្សាការពារព្រៃឈើជាមួយរដ្ឋាភិបាលជាមួយនឹងអង្គការសង្គមស៊ីវិលជាមួយនឹងយុវជនជាមួយនឹងក្រុមក៏ដូចជាបរិស័ទដទៃទៀតក្នុងការថែរក្សាបានគង់វង្សបើ
ជាចុងក្រោយនេះតើព្រះអង្គមានបណ្ដាំអ្វីខ្លះដល់ពលបរិស័ទពីបញ្ហាព្រៃឈើនេះបង បណ្ដាំចុងក្រោយគឺអាត្មាភាពសូមផ្ដាយផ្ដាំទៅរាជរដ្ឋាភិបាលកម្ពុជាគឺសូមឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាព្រៃឈើបានមែនទែនពីព្រោះយើងឃើញថាសពថ្ងៃវាមានការបាត់បង់ច្រើនហើយការកាប់បំផ្លាញក៏ច្រើនដែរនេះមិនមែនចេះតែនិយាយតាមរូបពីមាត់ទេវាយើងឃើញចាក់ស្ដែងហើយអញ្ចឹងសំណូមពរដល់រដ្ឋាភិបាលកម្ពុជាឲ្យចូលរួមឲ្យមែនទែនឬក៏ធ្វើយុទ្ធនាការក្នុងការអប់រំដល់យុវជនដូចជាដល់ប្រជាពលរដ្ឋជាពិសេសគឺអាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកដែលការពារព្រៃឈើនឹងត្មងម្យ៉ាងមួយទៀតអាសូមសំណូមពរទៅដល់អង្គការសង្គមស៊ីវិលអង្គការជាតិនិងអង្គការអន្តរជាតិអង្គការយុវជនក៏ដោយគឺសូមឲ្យបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាការពារព្រៃឈើហើយក៏សំណូមពរដល់ព្រះសង្ឃក៏ដូចជាយុវជនទាំងអស់ឲ្យចូលរួមទាំងអស់គ្នាជាធ្លុងមួយលុះត្រាតែមានការសាមគ្គីគ្នាទៅអ្វីៗរីចម្រើននឹងគង់វង្សទៅបានដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអញ្ចឹងសាមគ្គីហ្នឹងតបោសុខខោការសាមគ្គីហ្នឹងគឺនាំមកនូវការរីចម្រើននាំមកនូវសេចក្តីសុខអញ្ចឹងបើយើងអត់មានការសាមគ្គីគ្នាជាធ្លុងរវាងយុវជនរវាងព្រះសង្ឃរវាងពុទ្ធបរិស័ទទេព្រៃឈើក៏ដូចជាអ្វីៗដែលជាទុនធានរបស់កម្ពុជានឹងបាត់បង់ទៅដូច្នេះសំណូមពរឲ្យមានការចូលរួមក៏ដូចជាថែរក្សាការពារទាំងអស់គ្នាបាទសូមអរគុណគេថាសូមអរគុណចាអរគុណណាលោកបញ្ញាដែលបានលើកយកបទសម្ភាសន៍នេះមកចាក់ផ្សាយជូនប្រិយមិត្តស្ដាប់ដូច្នេះដើម្បីផ្លាស់ប្ដូរបរិយាកាសសូមអញ្ជើញលោកអ្នកនាងស្ដាប់ល្ខោនវិទ្យុរឿងកុំបន្ទោសធម្មជាតិពីកម្មវិធីយើងដូចតទៅមកមួយជឿចូលមកណាមួយជំរាបសួរពូជំរាបសួរពូពួកខ្ញុំមកនេះចង់បានព័ត៌មានខ្លះតាក់ទងទៅនឹងជីវភាពរស់នៅរបស់អ្នកភូមិនៅទីនេះមានអីក្មួយពូអាចប្រាប់បានតោះអញ្ចឹងយើងទៅអង្គុយក្រោមដើមស្វាយមុខផ្ទះវិញណាតុនឹងកៅអីធ្វើពីផ្ដៅនេះស្អាតណាស់ពូធ្វើនៅក្នុងភូមិនេះហីពូបាទមានអង្គការមួយគេមកបង្រៀនអ្នកភូមិឲ្យចេះធ្វើគ្រឿងសង្ហារឹមដូចជាតុទូកៅអីកត្រកនិងសម្ភារៈប្រើប្រាស់ផ្សេងទៀតពីផ្ដៅពីឫស្សីរពាក់ឬក៏វល្លិជាដើមល្អអន្តើពូព្រោះនេះសុទ្ធតែជាអនុផលព្រៃឈើទាំងអស់ហ្នឹងហើយវាមិនប៉ះពាល់ដល់ដើមឈើធំផងមែនទេពូត្រូវហើយក្មួយខ្ញុំចង់ឃើញដើមឈើធំដុះនៅក្នុងព្រៃមិនចង់ឃើញគេយកដើមឈើធំមកកែច្នៃធ្វើតុកទូកៅអីទេពូណែគំនិតក្មួយត្រូវនឹងគំនិតពូណាស់ក្មួយណាក្នុងនាមពូជាប្រធានសហគមន៍ព្រៃឈើនិងជាអនុប្រធានភូមិពូតែងតែក្រើនរំលឹកដល់អ្នកភូមិកុំឲ្យកាប់ព្រៃឈើព្រោះព្រៃឈើវាផ្ដល់នូវអនុផលព្រៃឈើគ្រប់បែបយ៉ាងដល់អ្នកភូមិពូនិយាយត្រូវអត់ក្មួយហ៎ត្រូវហើយពូបើគ្មានព្រៃឈើក៏គ្មានជីវៈចម្រុះដែរតាមការសិក្សាណាពូព្រៃឈើនិងជីវៈចម្រុះគឺត្រូវត្រង់គ្នាទៅវិញទៅមកសម្បូរព្រៃឈើសម្បូរជីវៈចម្រុះបាទមែនហើយក្មួយមែនហើយតាមពូសង្កេតមើលឃើញចឹងដែរកាលណាមានព្រៃឈើដុះកាន់តែច្រើននោះជីវៈចម្រុះក៏សម្បូរកាន់តែច្រើនតាមនោះដែរលោកពូប្រជាពលរដ្ឋនៅភូមិនេះប្រកបមុខរបរអីខ្លះទៅបាទអញ្ចឹងណាក្មួយរបរជាសំខាន់ហ្នឹងគឺធ្វើស្រែហើយនឹងធ្វើចំការដូចជាដាំពោតសដែកដំឡូងមីនិងស្វាយចន្ទទីជាដើមហើយនឹងការងារបន្ទាប់គឺចូលព្រៃដងជ័រឬជ័រចុងរកវល្លិផ្ដៅរកទំពាំងផ្សិតបេះបន្លែផ្លែឈើព្រៃរកថ្នាំបុរាណជាដើមហ្នឹងណាក្មួយអូអញ្ចឹងអ្នកភូមិមិនសូវមានពេលទំនេរប្រហែលដែរពូអូរវល់ណាស់ក្មួយអើយធ្វើស្រែធ្វើចការផ្ដៅចូលព្រៃដងជ័រផ្ដៅមិនមានពេលទំនេរទេក្មួយអើយគិតទៅគួរអាណិតអ្នកភូមិណាអញ្ចឹងអ្នកភូមិនេះរស់ដោយសារព្រៃឈើមែនពូត្រូវហើយក្មួយអ្នកខ្លះក៏យកមុខរបរដងជ័រទឹកសម្រាប់ចិញ្ចឹមគ្រួសារកូនចៅគាត់តែម្ដងព្រោះមុខរបរដងជ័រទឹកនេះណាគឺជាគេតាំងពីដូនតាម៉ែឪគាត់បកម្លេះណាក្មួយអញ្ចឹងបើអស់ព្រៃឈើគាត់ក៏អស់មុខរបរដងជ័រដែរមែនទេពូអូចុះបានអីទៀតក្មួយព្រោះអ្នកខ្លះមានដើមច្បោះពី300ដើមឯណោះខ្លះរហូតដល់ទៅ500ដើមក៏មានដែរណាក្មួយដើមច្បោះហ្នឹងដើមយ៉ាងម៉េចទេពូដើមច្បោះគឺដើមជទាលដើមត្រាចដែលគេចោះយកជ័រហ្នឹងណាក្មួយលោកពូប្រហែលថ្ងៃបានគេដងជ័រម្ដងណែទៅដងជ័រគឺគេទៅសម្រាកនៅក្នុងព្រៃតែម្ដងណាជួនកាលមួយអាទិត្យឬក៏កន្លះខែបានមកផ្ទះម្ដង
អរគុណលោកពូដែលបានផ្ដល់ព័ត៌មាននេះបាទពូក៏អរគុណក្រុមក្មួយជានិស្សិតដែរដែលបានចុះផ្ទាល់មកឃើញអំពីជីវភាពជីវិតពិតរបស់អ្នកភូមិដែលរស់នៅក្នុងតំបន់ព្រៃនេះណាក្មួយចាអញ្ចឹងខ្ញុំជម្រាបលាសិនហើយពូជម្រាបលាលោកពូជម្រាបលាលោកពូបាទសុខសប្បាយក្មួយណាសុខសប្បាយណែរិនគិតសពទៅខ្ញុំខឹងនឹងធម្មជាតិដល់ហើយហាណែសុកមិនក៏បងយ៉ាតឯងទៅខឹងនឹងធម្មជាតិឯងមើលស្រែខ្ញុំឆ្នាំនេះណារោគស្រូវច្រូតសឹងតែមិនចង់បានរាំងយកតែមែនទេហើយតែចាស់លោកថាធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំចាំមើលឆ្នាំក្រោយទៀតមើលឆ្នាំក្រោយណាបើនៅតែរាំងដូចឆ្នាំនេះទៀតណាមុខតែដាច់ពោះហើយខ្ញុំនោះនិយាយទៅកាលពីដើមដល់រដូវធ្វើស្រែភ្លៀងធ្លាក់ឲ្យជោគជាំដើរទៅណាសឹងតែមិនរួញឥឡូវមិនបាច់និយាយទេខែល្ងាមិនទាំងល្ងាផងហើយពិភពលោកប្រែប្រួលអស់ហើយតាមខ្ញុំឮគេនិយាយតគ្នាគឺមកពីការប្រែប្រួលអាកាសធាតុបានវាទៅជាបែបនេះហ៎បងអញ្ចឹងហើយបានខ្ញុំបន្ទោសធម្មជាតិនឹងខែភ្លៀងត្រូវតែភ្លៀងខែល្ងាត្រូវតែល្ងាបងឯងកុំទៅបន្ទោសធម្មជាតិត្រូវតែបន្ទោសមនុស្សដែលធ្វើឲ្យធម្មជាតិមានការប្រែប្រួលចុះមនុស្សយើងធ្វើអីខ្លះបានឲ្យធម្មជាតិប្រែប្រួលរិននោះលោកគ្រូតាដើរមករកយើងហើយណ៎ក្រុមគាត់ស្នាក់នៅផ្ទះខ្ញុំតាមិនដែរបងស្រីឆ្នាំនេះធ្វើស្រែបានស្រូវច្រើនទេហ្នឹងមិនសូវបានផលដូចឆ្នាំមុនទេលោកគ្រូអើយឆ្នាំនេះរាំងមែនតែនស្រូវចង់ស្កកស្ទើរគ្រប់ទីកន្លែងរឿងហ្នឹងមកពីអស់ព្រៃឈើមែនទេលោកគ្រូបាទវាជាចំណែកមួយពីព្រោះព្រៃឈើវាជួយបង្កឲ្យមានទឹកភ្លៀងធ្លាក់ទៀងទាត់ត្រូវតាមរដូវកាលជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុណែតាមខ្ញុំដឹងស្រុកបងពីមុនសម្បូរព្រៃឈើណាស់មែនទេមែនហើយឥឡូវព្រៃឈើមានការថយចុះជាងមុនមែនទេចាព្រៃឈើបាត់ច្រើនជាងមុនណាលោកគ្រូបងនៅទីនេះបងប្រហែលជាដឹងដោយសារអីបានជាព្រៃឈើបាត់បង់ដោយសារតែមនុស្សកាប់យកឈើលក់កាប់ឆ្ការព្រៃយកដីធ្វើចម្ការហ្នឹងណាលោកគ្រូបាទត្រូវហើយទាំងធ្វើទាំងអស់នេះហើយដែលធ្វើឲ្យរបបទឹកភ្លៀងមានការប្រែប្រួលដោយសារតែការបាត់បង់ព្រៃឈើហ្នឹងណាអូខ្ញុំយល់ហើយខ្ញុំឮថាស្អែកនេះអ្នកភូមិនាំគ្នារៀបចំពិធីដាំកូនឈើផងមែនទេចាលោកគ្រូអញ្ជើញទៅចូលរួមដែរបាទលោកប្រធានសហគមន៍ក៏បានអញ្ជើញខ្ញុំដែរខ្ញុំនឹងនាំសិស្សខ្ញុំទៅជួយដាំដើមឈើលោកគ្រូជួយដាំទៅទុកជាអនុស្សាវរីយ៍ណាគ្រូបាទខ្ញុំនឹងទៅខ្ញុំលាសិនហើយណាចាអញ្ជើញលោកគ្រូតោះពួកយើងមកជួយយកកូនឈើមកដាំងាយឯណានឹងបានមកជួយដាំកូនឈើសហគមន៍នោះយើងដាំកូនឈើនេះទុកជាអនុស្សាវរីយ៍សម្រាប់ឲ្យក្មេងៗជំនាន់ក្រោយមែនទេមែនហើយយើងជាមនុស្សជំនាន់នេះត្រូវធ្វើជាគំរូសម្រាប់ក្មេងៗសកលក្រោយខ្ញុំជាមេឃុំមានចិត្តរំភើបរីករាយយ៉ាងខ្លាំងដែលបានចូលរួមដាំដើមឈើជាមួយបងប្អូននៅក្នុងព្រៃសហគមន៍យើងនេះហើយក៏អរគុណដល់អ្នកចូលរួមទាំងអស់គ្នាដែរសូមអរគុណបងប្អូនទាំងអស់គ្នាខ្ញុំជានាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកនេះខ្ញុំសូមចូលរួមអបអរសាទរចំពោះសហគមន៍ព្រៃឈើដែលបានរៀបចំពិធីដាំដើមឈើនៅក្នុងព្រៃសហគមន៍របស់ខ្លួនជាពិសេសចំពោះនិស្សិតនិងលោកគ្រូដែលបានអញ្ជើញមកពីទីក្រុងហើយបានចូលរួមដាំដើមឈើនៅពេលនេះដោយបងប្អូនជ្រាបស្រាប់ហើយថាព្រៃឈើផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ជីវភាពរស់នៅរបស់សហគមន៍ហើយនឹងចំពោះបរិស្ថានធម្មជាតិខ្ញុំសូមសំណូមពរឲ្យបងប្អូនជួយមើលថែទាំកូនឈើដែលបានដាំរួចឲ្យបានគង់វង្សសូមអរគុណបាទក្នុងនាមប្រធានសហគមន៍ព្រៃឈើនិងជាតំណាងឲ្យប្រជាសហគមន៍ខ្ញុំនឹងខិតខំមើលថែទាំកូនឈើដែលបានដាំរួចឲ្យដុះលូតលាស់ល្អនិងថែរក្សាការពារព្រៃឈើសហគមន៍ឲ្យបានគង់វង្សដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបាទសូមអរគុណ
លោកអ្នកនាងស្ដាប់ជាទីមេត្រីតម្រូវតាមពេលវេលាយើងឃ្លាគ្នាត្រឹមនេះសិនចុះជួបគ្នានៅថ្ងៃសុក្រទី22ខែមករាឆ្នាំ2016វេលាម៉ោងដដែលនៅពេលនេះនាងខ្ញុំវិរិយានិងខ្ញុំបាទស៊ីបរិញ្ញាសូមអរគុណសូមជម្រាបលាកម្មវិធីនេះឧបត្ថម្ភដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំនៅកម្ពុជារាល់អត្ថន័យនិងខ្លឹមសារនៅក្នុងកម្មវិធីនេះមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឡើយផលិតដោយអង្គការ Media One